តើបងប្អូនថ្ងៃនេះនាំបងប្អូនមកធ្វើបាញ់ត្រាងនៅផ្ទះងាយជាមួយនឹងរបៀបធ្វើស្រួលបងប្អូនតែអញ្ចឹងយើងមានគ្រឿងតែប៉ុណ្នេះមកបងប្អូននេះមានបាក់យ៉ុងមានពោតមានពងក្រួចមានអីចឹងមកហើយសាច់ក្តាមមានជីមានខ្ទឹមអីចឹងណាបងប្អូនជាមួយនឹងបាក់យ៉ុងអញ្ចឹងតោះឥឡូវយើងចាប់ដើមធ្វើទាំងអស់គ្នាទៅទិញទៅផ្ទះបាញ់ត្រាងពីផ្សារមកតបមកហើយយើងចាប់ដើមយកប៊ឺបងប្អូននេះប៊ឺយើងយកប៊ឺមកចាប់ដើមលាបនៅលើបាញ់ត្រាងនឹងមកតមកយើងគោះពងមាន់មកគ្រាប់ដាក់ចូលទៅអញ្ចឹងពងមាន់យើងសង្កត់ដាក់បាញ់ត្រាងបន្តិចដើម្បីឲ្យពងមាន់ហ្នឹងវាធ្លាក់ទៅវាដក់ជាប់នៅលើបាញ់ត្រាងហ្នឹងណាបងប្អូនតមកយើងកូរវាបន្តិចហើយយើងចាប់ដើមដាក់សាច់ក្តាមដែលយើងមានស្រាប់ដាក់ពោតហើយយើងចាប់ដើមដាក់ពងក្រួចអញ្ចឹងពងក្រួចយើងដាក់តែ2 3ទៅហើយយើងចាប់ដើមកាយវាអញ្ចឹងទៅតមកយើងចាប់ដើមដាក់បាក់យ៉ុងបងប្អូនអញ្ចឹងបាក់យ៉ុងថ្ងៃនេះខ្ញុំយកពីខាងមង្គលបុរីអង្គសុកណាមកយើងមកទិញនៅផ្សារហើយយើងចាប់ដើមដាក់បាក់យ៉ុងចូលហើយបាក់យ៉ុងនេះឆ្ងាញ់បងប្អូនបាក់យ៉ុងសរសៃវាមើលទៅល្អមែនទែនហើយឆ្ងាញ់ញ៉ាំច្រើនក៏អត់ឆ្កល់ដែរអញ្ចឹងមកខ្ញុំដាក់យ៉ាងច្រើនដោយសារខ្ញុំចូលចិត្តបាក់យ៉ុងវាសាច់ជ្រូកសុទ្ធណាសាច់ជ្រូកខ្មែរសុទ្ធហើយយើងចាប់ដើមដាក់ទឹកម្ទេសទឹកអីល្មមដែលយើងគិតថាឆ្ងាញ់ដាក់បាញ់ណេសចូលទៅដើម្បីវាមានជាតិអីគេលក្ខណៈថាលក្ខណៈប្រៃផ្អែមអញ្ចឹងណាតោះមកយើងរោយលខ្ទឹមលើតោះមកយើងបត់វាបន្តិចត្រឡប់2 3ត្រឡប់អញ្ចឹងទៅហើយចាំយើងរៀបចំលើកវាឡើងមកអញ្ចឹងណាហើយយើងត្រឡប់វាយើងក្រៀមបន្តិចព្រោះយើងចូលចិត្តក្រៀមអីយើងត្រឡប់វា2 3ត្រឡប់ទៅមើលទៅវាតំណងអញ្ចឹងណាអញ្ចឹងដល់ពេលយើងលើដាក់ចានមកហើយយកមកចាប់ដើមយកមកដាក់លើតុតមកយើងរៀបចំមើលទៅវាវិញជាតិណាបងប្អូនអញ្ចឹងតមកពេលយើងចាប់ដើមហាន់វាយើងកាត់វាបន្តិចមកនិយាយពីទឹកវាចេញមកវាផ្អែមឆ្ងាញ់ហ្មងបងប្អូនអរគុណបាយបាយផ្លេចជួយ like ជួយ share ផង